ហើយបានឃើញពន្លឺអ្វីម្យ៉ាងពណ៌បៃតងខ្ចីម្ដងភ្លឺម្ដងរលត់ទើបតាលូនិយាយថាអាបអាបអួយអីតាភ្លើងដ្រូនក្មេងបង្ហោះលេងហ្នឹងគង់តែសម្លឹងទៅមើលអាបសំលេងបាញ់ជំពាមឬសូរតែវឹបទៅត្រូវនឹងភ្លើងពណ៌បៃតងនោះឬសូរតែភុះមួយទំហឹងពូច្រាច់លូកដៃដែលកាន់អំពៅយកទៅដាក់ក្បាលគាត់ដែលកំពុងតែសូត្រអាគមឬសូត្រតែប៉ុបទៅហើយធ្មប់មួយអំពៅហើយទៅពូច្រាច់ស្ដីឲ្យថាសូត្រអីមករំបល់យោហែងស្អីហែងស្មានតែអញមិនដឹងតែហែងដាក់អំពើប្រពន្ធអញហ៎ក្បាលមកអំពៅនឹងហូរឈាមរហាមឥឡូវច្រាច់ហាក់បីដូចជាមិនខ្លាចអាបនេះសោះគាត់ក៏លូកដៃទៅដាក់ក្បាលអាបមួយអំពៅទៀតឬសូត្រតែប៉ុកទៅយកបន្លាវាយពោះវៀនវាទៅឪបន្លាមិនវាងាប់កូនរួចហើយគាត់ក៏ដកកាំភ្លើងខ្លីចេញពីចង្កេះគាត់ទើបនិយាយឡើងនេះដាក់អានេះចំក្បាលវាតែមកគ្រាប់ដឹងតែងាប់តែម្ដង